ថ្ងៃមួយមានក្មេងស្រីម្នាក់បានដើរសំដៅទៅកាន់ផ្ទះរបស់លោកគ្រូរបស់គាត់ពេលនោះគាត់ក៏បានឃើញលោកគ្រូរបស់គាត់កំពុងតែអង្គុយពិសាកាហ្វេនៅក្រោមដើមឈើនៅពីមុខផ្ទះពេលនោះនាងក៏បាននិយាយទៅកាន់លោកគ្រូរបស់នាងថាខ្ញុំឆ្ងល់ពេលនោះលោកគ្រូរបស់គាត់ក៏ញញឹមបែរមុខមកកាន់ក្មេងស្រីនោះហាក់ដូចជាបង្ហាញអំពីសំណួរតើអ្នកកំពុងតែឆ្ងល់អំពីអ្វីពេលនោះលោកគ្រូក៏បានតបថាអូនឆ្ងល់ពីអីដែរក្មេងស្រីនោះក៏បានតបទៅវិញថាខ្ញុំឆ្ងល់អំពីពាក្យពីរតើវាមានភាពខុសគ្នាយ៉ាងម៉េចទៅរវាងពាក្យថាចូលចិត្តនិងស្រឡាញ់លោកគ្រូស្ដាប់រឿងនេះហើយក៏មិនតបអ្វីតតែសោះក្រៅអំពីស្នាមញញឹមដ៏គួរឲ្យគោរពបន្ទាប់មកគាត់ក៏បាននាំក្មេងស្រីនោះទៅមើលសួនច្បារនៅពីក្រោយផ្ទះរបស់គាត់ពេលនោះគាត់ក៏បានចង្អុលទៅផ្កាមួយដែលមានរូបឆោមស្អាតនិងមានក្លិនដ៏ក្រអូបជាងគេនៅក្នុងសួនច្បារនោះហើយគាត់ក៏បានសួរថាតើអូននឹងធ្វើអ្វីចំពោះផ្កានេះប្រសិនបើអូនចូលចិត្តវាក្មេងស្រីនោះក៏បានតបយ៉ាងលឿនថាខ្ញុំនឹងអង្គុយមើលវាបន្ទាប់មកខ្ញុំនឹងក្តិចវាហើយយកមកថើបលោកគ្រូក៏បាននិយាយថាត្រឹមត្រូវហើយគាត់ក៏បានបន្តសួរទៀតថាចុះអូននឹងធ្វើអ្វីបន្តទៀតប្រសិនបើអូនស្រឡាញ់ផ្កានេះក្មេងស្រីនោះហាក់ដូចជារារែកស្ទាក់ស្ទើរនឹងការឆ្លើយបន្ទាប់មកនាងក៏បាននិយាយថាបើខ្ញុំស្រឡាញ់វាខ្ញុំនឹងមើលវាអង្គុយមើលវាដោយក្តីញញឹមហើយខ្ញុំនឹងខំស្រោចទឹកថែទាំរៀងរាល់ថ្ងៃលោកគ្រូស្ដាប់ហើយក៏ញញឹមងក់ក្បាលបន្ទាប់មកគាត់ក៏បាននិយាយថានេះហើយជាភាពខុសគ្នារវាងគុណភាពនៃពាក្យថាចូលចិត្តនិងស្រឡាញ់ការពិតទៅនៅពេលដែលយើងចូលចិត្តផ្កាយើងនឹងក្តិចវាយកមកថើបក៏ប៉ុន្តែប្រសិនបើយើងស្រឡាញ់ផ្កាយើងនឹងថែទាំយើងនឹងស្រោចទឹកដាក់វាយ៉ាងម៉េចដែរបងប្អូននៅពេលដែលបានស្ដាប់រឿងនេះចប់បើយល់ថាវីដេអូមួយនេះមានសារៈប្រយោជន៍និងមានគតិអប់រំតាចូលចែករំលែកទៅកាន់មនុស្សយើងស្រឡាញ់ឲ្យបានគ្រប់គ្នាសូមអរគុណ